លោកមន្ត្រីភីអ្នកគ្រាន់តែជាមន្ត្រីថ្នាក់ទី6តូចតាចម្នាក់ហ៊ានកាយរឿងក្តីចាស់កាលពី6ឆ្នាំមុនគិតមើលថាវាពាក់ព័ន្ធនឹងមនុស្សច្រើនប៉ុណ្ណាដឹងប៉ុន្តែនៅតែហ៊ានស៊ើបគឺដោយសារតែវាពាក់ព័ន្ធនឹងមនុស្សច្រើនទើបចាំបាច់ត្រូវតែស៊ើបការប្រឡងរើសមន្ត្រីកាលពី6ឆ្នាំមុនមនុស្ស31នាក់បានបន្លំខ្លួនចូលធ្វើជាមន្ត្រីហើយក្នុងនោះ11នាក់បានចូលទៅកាន់ក្រសួងទាំង6 7នាក់ចេញពីក្រោមចំណុះភូមិគ្រឹះរតិយាត4នាក់ទៀតពាក់ព័ន្ធនឹងភ្នាក់ងារស្បៀងអាហាររបស់រាជវង្សនៅក្នុងឆ្នាំជាមួយគ្នានោះព្រះរាជវាំងបូប្រាចាស់ East Palace បានយកលេខថាកែសម្រួលរោងដំឡើងដើម្បីដកប្រេងកាត12ធុងដែលមានបោះត្រាចាស់របស់ភូមិគ្រឹះរតិយាតនៅក្នុងបញ្ជីស្តុកទីតាំងប្រេងកាតទាំងនោះមិនដឹងទៅណាទេប៉ុន្តែបញ្ជីចម្លងត្រូវបានគេលួចយកទៅលាក់ទុកនៅក្នុងផ្លូវសម្ងាត់ចាស់នៃក្រសួងពិធីការភីយ៉ាអ្នកឯងកំពុងតែបម្រើតាមព្រះរាជចង្ការរបស់អតីតម្ចាស់រតិយាតមែនទេទូលបង្គំស៊ើបតែបញ្ជីកណេប៉ុណ្ណោះមិនខ្វល់ពីរឿងមនុស្សស្លាប់ឡើយព្រះរាជចង្ការរបស់ព្រះបតារឿងក្តីចាស់នៃការប្រឡងរើសមន្ត្រីត្រូវប្រកួតជូនក្រសួងពិធីការនិងក្រុមប្រឹក្សាពិនិត្យការងាររួមគ្នាស្រាវជ្រាវឆេនចឹងមានគុណសម្បត្តិនៃការការពារបាក់ពួកត្រូវបានដំឡើងតំណែងជាមន្ត្រីជាន់ខ្ពស់ក្រសួងពិធីការភ្លាមចាប់ពីថ្ងៃនេះទៅដើម្បីពិនិត្យក្តីចាស់នេះទូលបង្គំសូមអរព្រះគុណលោកមន្ត្រីភីទូលបង្គំនៅទីនេះបើក្តីនេះស៊ើបមិនច្បាស់លាស់ទេយើងនឹងយករឿងជាមួយអ្នកទូលបង្គំនឹងផ្ដល់ចម្លើយដ៏គប់ចិត្តមួយជូនត្រង់ឲ្យតតែបានលោកមន្ត្រីភីថ្ងៃនេះសម្រុំខ្លាំងណាស់តាសើព្រះនាងម្ចាស់នៅទីនេះគ្មាននរណាម្នាក់សម្ដែងទេមានតែចំណុចមួយនេះប៉ុណ្ណោះព្រះនាងម្ចាស់មានរឿងអ្វីមនុស្សមកពីព្រះរាជវាំងសម្ដេចព្រះវររាជជននីព្រះមេដាដើមជំរាបសុំឲ្យទ្រង់យាងទៅទីនោះយើងនឹងទៅតាមក្រោយហេតុអ្វីបានជាសម្ដេចព្រះវររាជជននីហើយខ្ញុំទៅជួបនៅពេលនេះថ្ងៃនេះបញ្ជីប្រេងកាតរបស់ព្រះរាជវាំងបូប្រាចាស់ត្រូវបានបញ្ចូលទៅក្នុងសំណុំរឿងគេប្រកាសជាស្លន់ស្លោហើយតើអ្នកគិតថាគេដឹងអ្វីខ្លះគេប្រហែលជាមិនដឹងថាភ្លើងនោះគឺជាស្នាដៃរបស់ខ្ញុំទេប៉ុន្តែគេដឹងថាយប់នោះនៅព្រះរាជវាំងបូប្រាចាស់មិនស្អាតស្អំឡើយយប់នេះទ្រង់យាងទៅព្រះរាជវាំងសម្ដេចព្រះវររាជជននីទូលបង្គំនឹងតាមការពារទ្រង់ពីឆ្ងាយខ្ញុំនឹងប្រុងប្រយ័ត្នមិនធ្វើសកម្មភាពទេគ្រាន់តែតាមមើលប៉ុណ្ណោះខ្ញុំយល់ព្រមតាមអ្នកបានឡើងតំណែងនិងទទួលបានរង្វាន់ត្រឡប់មកវិញដោយសុវត្ថិភាពណាអ្នកក៏ដូចគ្នាដែរ